យ៉ាងម៉េចព្រះម្ចាស់ថ្លៃអើយចាក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ2025នេះហើយគឺប្រធានសាខាគយរដ្ឋកោខេត្តស្វាយរៀងត្រូវបានមហាជនចង់មួយជំហៀងប្រទេសទៅហើយនិងពលរដ្ឋនៅតំបន់នោះបានរិះគន់ចំតគ្នាថាជាអ្នកបណ្ដិតបណ្ដោយឲ្យទំនិញកិច្ចពន្ធរាប់រយគ្រឿងមានផ្ទុកស្ករសគ្រឿងអេឡិចត្រូនិកឆ្លងដែនក្រោមការបិទភ្នែកថ្លង់ត្រចៀកក្នុងការបំបាក់ឆ្អឹងផ្លូវជាតិដោយរថយន្តលើសទម្ងន់50តោននិងការទុកឱកាសឲ្យចៃកយឈរប្រមូលខបាលលុយទាំងយប់ទាំងថ្ងៃដែលជាការបាត់បង់ចំណូលរដ្ឋដ៏មហាសាលបំផុតផ្សាយចេញពីរាជធានីភ្នំពេញខេត្តស្វាយរៀងនេះគឺជារឿងអាស្រូវដ៏កម្របំផុតនោះដែលកំពុងកើតឡើងនៅស្រុកចន្ទទ្រាខេត្តស្វាយរៀងរថយន្តធុនយៈជីឌុបដែលផ្ទុកទំនិញលើសទម្ងន់រហូតដល់50តោននោះកំពុងតែដើរបំបាក់ផ្លូវជាតិថ្នល់សាធារណរដ្ឋដោយភាពអនាធិបតេយ្យបំផុតអ្វីដែលគួរឲ្យហួសចិត្តនោះនិងក្តៅក្រហល់ក្រហាយគឺសកម្មភាពដឹកជញ្ជូនទំនិញដែលបានសង្ស័យយ៉ាងខ្លាំងថាជាទំនិញកិច្ចពន្ធរាប់រយគ្រឿងផ្ទុកដោយស្ករសគ្រឿងអេឡិចត្រូនិកដែលកើតឡើងក្រោមច្រមុះរបស់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសគឺស្ថាប័នគយនិងអរដ្ឋកខេត្តស្វាយរៀងភាពស្ងប់ស្ងាត់របស់ថ្នាក់ដឹកនាំគយគឺជាភស្តុតាងដ៏រឹងមាំដែលឆ្លុះបញ្ចាំងពីការបណ្ដេញបណ្ដោយឬការពាក់ព័ន្ធក្នុងប្រព័ន្ធរកស៊ីខុសច្បាប់នេះដែររថយន្តជីឌុបយៈទាំងនេះមិនមែនគ្រាន់តែដឹកទំនិញទេតែវាកំពុងធ្វើឧក្រិដ្ឋកម្មបំផ្លាញផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរហើយសុខភាពប្រជាពលរដ្ឋកូនចៅត្រូវប្រឈមនឹងជំងឺផ្លូវដង្ហើមដោយសារតែធូលីដីហុយទ្រលំជារៀងរាល់ថ្ងៃភាពខ្មៅងងឹតនៃទំនិញកិច្ចពន្ធទាំងនេះការផ្ទេរទំនិញរាប់រយតោននៅក្បែរប៉ុស្តិ៍ព្រំដែនពីឡានខ្មែរទៅឡានវៀតណាមដោយគ្មានការត្រួតពិនិត្យគយសំបីតែមួយវិនាទីគឺជាការបង្ហាញយ៉ាងច្បាស់ថាប្រព័ន្ធគយនៅច្រកនោះកំពុងតែខ្វាក់ភ្នែកថ្លង់ត្រចៀកនិងអសកម្មបំផុតនោះលោកប្រធានសាខាគយនិងរដ្ឋកោខេត្តស្វាយរៀងមិនបានដឹងឬក៏បិទភ្នែកដើម្បីបំបិទមាត់នេះជាការបាត់បង់ចំណូលជាតិដ៏មហាសាលដែលត្រូវចាត់ចូលក្នុងហោប៉ៅឯកជនទៅវិញការបរាជ័យប្រព័ន្ធរបស់គយនិងរដ្ឋកោភាពដែលមហាជននិងពលរដ្ឋនៅតំបន់នោះតាក់ទងលោកប្រធានគយមិនចូលនោះទេឬមិនព្រមទទួលទូរស័ព្ទគឺជាកាយវិការដ៏គំរក់មួយដែលបង្ហាញពីអវត្តមាននៃភាពជាអ្នកដឹកនាំក្នុងការគេចវេះពីទំនួលខុសត្រូវការទុកឲ្យតែកម្លាំងចៃកយទាំងនេះឬកងកម្លាំងផ្សេងឈរយករលុយក្បាលឡានទាំងយប់ទាំងថ្ងៃគឺស្មើនឹងការលក់កិត្តិយសស្ថាប័នហើយនិងការអនុញ្ញាតឲ្យអំពើពុករលួយគ្របដណ្ដប់នៅតំបន់ព្រំដែនមហាជនជាច្រើនមានការទាមទារយ៉ាងដាច់អលង្ការទៅកាន់ឯកឧត្តមពេងពោសាអភិបាលខេត្តស្វាយរៀងត្រូវមានចំណាត់ការវះកាត់ជាបន្ទាន់នៅមន្ត្រីគ្របល្ពៅស្ងោមន្ត្រីអសកម្មដែលមិនអាចអត់អន់បានបញ្ហានេះមិនអាចទុកឲ្យបន្តបានទៀតទេគួរបញ្ជាក់ផងដែរថាសកម្មភាពនៅស្រុកចន្ទទ្រាខេត្តស្វាយរៀងគឺជាដំបៅពុករលួយដ៏ធំមួយដែលត្រូវកាត់ចោលតែម្ដងលោកប្រធានសាខាគយនិងរដ្ឋកោខេត្តស្វាយរៀងត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យក្នុងការគ្រប់គ្រងច្រកទ្វារបណ្ដាលឲ្យរដ្ឋបាត់បង់ចំណូលនិងទ្រព្យសម្បត្តិសាធារណៈត្រូវគេបំផ្លាញនេះប្រសិនបើគ្មានចំណាត់ការផ្លាស់ប្ដូរទាន់ពេលវេលានោះទេនោះមហាជននឹងចាត់ទុកថាស្ថាប័នគយទាំងមូលកំពុងតែខុបខិតក្នុងការបិទបាំងបទល្មើសទាំងនេះអង្គភាពសារព័ត៌មានយើងមិនអាចតាក់ទងនឹងសុំការបំភ្លឺពីមេប៉ុស្តិ៍ក៏ដូចជាអាជ្ញាធរប្រធានសាខាគយនៅទីតំបន់នោះបានទេយ៉ាងណាមិញអង្គភាពនឹងសន្យាថាមានអ្វីដែលប្លែកមានអ្វីដែលថ្មីនៅការព័ត៌មានអាប់ដេតយ៉ាងណាអង្គភាពយើងនឹងផ្សាយជូនពលរដ្ឋនៅខេត្តស្វាយរៀងជាបន្តទៀតសូមបញ្ជាក់ផងដែរថាអង្គភាពសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងរឿងរ៉ាវក្នុងសង្គមដើម្បីជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំនិងពលរដ្ឋហើយរិះគន់ក្នុងន័យស្ថាបនាពុំមានចេតនាពង្លិចបុគ្គលនិងស្ថាប័នណាមួយឡើយអង្គភាពសារព័ត៌មានយើងខ្ញុំប្រកាន់ខ្ជាប់នៅការរងចាំការស្រាយបំភ្លឺពីគ្រប់ស្ថាប័នឬបុគ្គលពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ